ចាចឹងនេះគឺជាវីដេអូដែលម៉ាក់កំពុងតែកេងលើម៉ាស៊ីននៅផ្ទះគាត់ចាចឹងម៉ាក់បានទិញម៉ាស៊ីនដាក់ផ្ទះហើយមុននឹងគាត់ទិញគាត់បានតែប្រើសាក់នៅក្នុងមណ្ឌលចាហើយនៅពេលដែលគាត់ប្រើសាក់នៅក្នុងមណ្ឌលបានជាងមួយខែទៅគាត់ក៏គិតថាម៉ាស៊ីននឹងល្អសម្រាប់សុខភាពគាត់ក៏ទិញមកដាក់ផ្ទះប្រើចាអញ្ចឹងម៉ាក់គាត់ឃើញមិត្តភ័ក្តិរបស់គាត់នឹងដែលមានអាយុសកលគាត់នឹងមានជំងឺឡើងឈាមស្លាប់រៀងខ្លួនហើយពេលដែលចង់ទៅធ្វើបុណ្យធ្វើទានអីត្រូវបានគេដាក់តេស្តរុញអីចឹងណាចាហើយគាត់ខ្លាចមានជំងឺនឹងដូចមិត្តភ័ក្តិចឹងទៅគាត់ក៏ទិញម៉ាស៊ីននឹងដាក់ផ្ទះប្រើពួកអីម៉ាស៊ីននេះវាមានតួនាទីជួយម៉ាស្សាសម្រួលសរសៃឈាមឲ្យឈាមរត់ស្រួលកុំឲ្យឈាមបុកឡើងចាហើយវាធ្វើឲ្យគាត់ងាយស្រួលក្នុងការឡើងពួកអីគាត់គិតថានៅផ្ទះរបស់គាត់ចង្អៀតចាពិបាកហាត់ប្រាណហាត់អីពិបាកដើរពិបាកអីចាស់ឈឺជង្គង់ឈឺចង្កេះអីខ្លាំងដើរក៏វាមិនស្រួលអញ្ចឹងហើយគាត់នឹកឃើញថាម៉ាស៊ីននេះឡើងគេងទៅមានទាំងកម្ដៅស្អំសរសៃចេញជាតិពុលបានស្រួលចាអញ្ចឹងគាត់ក៏ទិញយកមកប្រើប្រាស់លក្ខណៈជាក្រុមគ្រួសារតែម្ដងចាអញ្ចឹងនេះអ្នកម៉ាក់គាត់ពងគេងលើម៉ាស៊ីនយ៉ាងមានសេចក្តីសុខរបស់គាត់ម៉ាក់អើយមេសួរសប្បាយចិត្តទេម៉ាក់ឡើងគេងលើម៉ាស៊ីននៅផ្ទះអញ្ចឹងនៅផ្ទះស្រួលម៉ាក់ណោះហើយម៉ាក់តែងតែនិយាយថាគេងម៉ាស៊ីននៅផ្ទះស្រួលចាវាពិតជាស្រួលមែនម៉ាក់ណោះចាមានខ្យល់អាកាសដកដង្ហើមស្រួលយើងចង់ដាក់ស្មានបានទៅទលេស្មានដាក់ទៅញ៉ាំបាយហើយដាក់យើងក៏បានចាហ្នឹងហើយនៅផ្ទះយើងចង់គេងស្មានបានស្មានហ្នឹងមកណាហើយឥឡូវខែភ្លៀងឯមែនទេម៉ាក់ខែភ្លៀងខែល្អដួលដែរហ្នឹងចាពេលខែភ្លៀងអញ្ចឹងដាប្រាំងខ្លាចល្អដួលមកណាចាហ្នឹងហើយអញ្ចឹងឥឡូវមានជំរឿដ៏ល្អបំផុតគឺទិញម៉ាស៊ីនដាក់ផ្ទះមែនទេម៉ាក់ទិញម៉ាស៊ីនដាក់ផ្ទះគឺល្អដោយសារម៉ាស៊ីនហ្នឹងមានកម្ដៅស្អំសរសៃឲ្យយើងបែកយើងចេញជាតិពុលចាប្រើមួយវគ្គពីរវគ្គជាប់គ្នាទៅបែកយើងជោគហ្មងមែនទេម៉ាក់ចាហ្នឹងហើយអញ្ចឹងឥឡូវម៉ាក់ផ្ដាំផ្ញើមួយមើលឲ្យប៉ាម៉ាក់ដែលបានឃើញវីដេអូម៉ាក់ទិញប្រើដូចម៉ាក់ដែរម៉ាក់ណោះបងប្អូនយើងមកជាទីស្រឡាញ់អ្នកអស់ដែលនៅដែលស្រុកខ្មែរយើងនេះយើងមានសុខភាពហ្នឹងដែលជាចម្បងសូមឲ្យទិញម៉ាស៊ីននេះបានប្រើគ្រប់គ្នាដើរហាត់ប្រាណណាដើរខ្លាំងទៅខ្លាចឈឺក្បាលជង្គង់បាក់រត់ឆ្នាំលេខទៀតអញ្ចឹងមានវិធីមួយយ៉ាងហ្នឹងទិញម៉ាស៊ីនដាក់ផ្ទះល្អខ្លាំងល្អខ្លាំងមែនតើបាទណាចាហ្នឹងហើយពេលដែលយើងចាស់ទៅយើងខំប្រឹងដាស់ហាត់ប្រាណទៅធ្វើឲ្យសុកឆ្អឹងជង្គង់ម៉ាក់ឈឺជង្គង់ទៅអាចនឹងផឹកថ្នាំទៅប៉ះពាល់កាពះទៀតអញ្ចឹងម៉ាក់ណាចាហ្នឹងហើយអញ្ចឹងបើសិនជាយើងមានម៉ាស៊ីននេះយើងអាចកាត់បន្ថយការដាស់ហាត់ប្រាណបានហើយចាដោយសារអីយើងមានម៉ាស៊ីននេះឡើងទៅវាកម្ដៅចេញយើងទៅហើយមែនទេម៉ាក់ចាអញ្ចឹងយើងមិនចាំបាច់ប្រឹងដើររហូតដល់តែស្នាក់សុកឆ្អឹងជង្គង់ទេមែនទេម៉ាក់ខ្ញុំចំណាំឃើញចាស់ភាគច្រើនគឺគាត់ឈឺជង្គង់ដល់ពេលឈឺយូរទៅមើលទៅថាសុកឆ្អឹងជង្គង់អញ្ចឹងណាចាខ្ញុំឈឺជង្គង់ឈឺប្រហែលឆ្នាំហើយដាក់ទៅលេបឆ្នាំតែឈឺកាពះនោះទៀតហើយលេបឆ្នាំកាពះអត់បាត់ទៀតហើយម៉ាស៊ីននេះខ្ញុំដឹងខ្ញុំធ្លាប់ឈឺកាពះដែរដូចដាក់ម៉ាស៊ីនហ្នឹងនៅឈឺទៀតអូអញ្ចឹងបានស្រួលទាំងកាពះទៀតមកណាចាកាពះឬអត់ឈឺទេអត់ឈឺកាពះហ្នឹងវាចេញក្នុងខ្លួនមកវាក្តៅហូបអីតិចវាក្តៅដល់ស្អំតកហ្នឹងបានដល់ពេទ្យហ្នឹងហើយវាអត់បាត់ចាអូហ្នឹងហើយយើងប្រើនេះទៅអាកាពះក៏អត់ដឹងបាត់ទេណាអញ្ចឹងអូពេលប្រើម៉ាស៊ីននឹងរងហើយដឹងអាកាពះក៏ស្រួលទៅមិនដឹងបាត់ទេណាមកណាបាត់ទេអូចាអញ្ចឹងនេះជាហេតុផលធ្វើឲ្យម៉ាក់សម្រេចចិត្តទិញហ្មងមកណាសម្រាប់ទិញហ្មងអញ្ចឹងទិញម៉ាស៊ីននឹងអត់ស្ដាយលុយទេមែនទេម៉ែចាអញ្ចឹងទិញម៉ាស៊ីននឹងអត់ស្ដាយលុយទេដោយសារប្រើទៅវាស្រួលមកទាំងអស់ហ្មងមកណាចាហ្នឹងហើយអញ្ចឹងឥឡូវប៉ាម៉ាក់ទាំងអស់គ្នាដែលបានឃើញវីដេអូម៉ាក់និយាយការពិតមែនអារម្មណ៍គាត់គឺពិតហ្មងចាគាត់អត់មានចេះតែនិយាយលេងទេចាអញ្ចឹងគាត់ផ្ដាំផ្ញើឲ្យថាបើប៉ាម៉ាក់ដែលជាប៉ាដែលប្រជាជនខ្មែរទាំងអស់គ្នាហ្មងមកណាចាចាស់ឲ្យទិញម៉ាស៊ីននឹងប្រើគេបងខ្ញុំឈឺច្រើនខ្ញុំភ័យថាបើឈឺស្លាប់ទៅវាអីណាឈឺនៅតិចតពិបាក់ដល់កូនចៅពិបាកមកណាយើងអត់ចង់ឈឺអញ្ចឹងទេមកណាហ្នឹងហើយចាអញ្ចឹងតើឡើងឈាមឡើងអីដោយប្រការណាមួយបាក់ដល់កូនចៅចាទិញឲ្យជឿជាក់លើម៉ាស៊ីនហ្នឹងទៅបាត់ជាតិពុលក្នុងខ្លួនវាមានអីឈឺទៀតចាតែបាត់ជាតិពុលក្នុងខ្លួនមានអីឈឺទៀតមកណោះហើយតែឈាមហត់ស្រួលមានអីទៅពិបាកទៀតមានអីត្រូវឈាមឡើងទៀតមែនទេម៉ែ
ចាព្រោះអីម៉ាស៊ីននឹងគេងទៅវាម៉ាស្សាទៅសាយទៅសូមកន្លែងឆ្អឹងខ្នងរបស់យើងដែលជាឫសគល់រាងកាយរបស់មនុស្សហ្នឹងម៉ាក់ឲ្យដំណើរការល្អទៅសាយចាហ្នឹងហើយអញ្ចឹងមានអីត្រូវធ្វើឲ្យយើងឡើងឈាមបានឲ្យតែយើងគេងរាល់ថ្ងៃអញ្ចឹងម៉ាណាឲ្យតែយើងគេងរាល់ថ្ងៃទៅក្នុងកសៃឈាមមនុស្សយើងខ្លះគិតថាញ៉ាំច្រើនណាស់ខ្លាញ់អាក្រក់នឹងចូលក្នុងកសៃឈាមស្អីអីចឹងទៅវាធ្វើឲ្យស្ទះចាចាយូរទឹកចឹងចាដល់ពេលយើងហាត់អានឹងដាក់ម៉ាស៊ីនកម្ដៅនឹងវាលាយទៅវាធ្វើឲ្យរលាយសាច់អាខ្លាញ់វានឹងទៅវាដូចលេងស្ទះលេងអីដូចយូរទឹកវាស្ទះស្បែកចឹងចាចាហ្នឹងហើយស្បែកចឹងចាតសាយយើងប្រៀបដូចយោទឹកអញ្ចឹងមកណាតែកាលណាវាស្ទះវាធ្វើឲ្យជ្រាលឈាមឡើងហើយអញ្ចឹងម៉ាស៊ីននេះមានកម្ដៅវាអាចជួយរំលាយអាតសាយឈាមដែលស្ទះអាខ្លាញ់អាក្រក់ហ្នឹងមែនណាហ្នឹងហើយគូផ្សំនឹងយើងចេះញ៉ាំឲ្យបានត្រឹមត្រូវទៀតអញ្ចឹងណាម៉ែចាអញ្ចឹងម៉ាក់ប៉ាទាំងអស់គ្នាកុំភ្លេចណានេះគឺជាបណ្ដាំរបស់ម៉ាក់ដែលគាត់ដូចថាមានការយល់ដឹងខ្ពស់ចាអំពីតសៃឈាមណាហ្នឹងហើយអញ្ចឹងចាម៉ាក់ក៏មានការយល់ដឹងខ្ពស់អំពីតសៃឈាមដែលស្ទះដោយសារអ្វីចាហើយយើងត្រូវការយកអ្វីដើម្បីមករំលាយអ្វីដែលស្ទះនឹងមកវិញបានគឺយកកម្ដៅព្រោះអីយើងមិនអាចទៅវះកាត់យកតសៃឈាមមកដោះលាងបានទេមែនទេម៉ែចាអញ្ចឹងយើងមានតែធ្វើលំហាត់ប្រាណតែបើចាស់ឲ្យធ្វើលំហាត់ប្រាណបានយើងមានតែម៉ាស៊ីនស្អំឲ្យវាក្តៅទៅដើម្បីឲ្យកម្ដៅនឹងជួយទៅរំលាយជាតិខ្លាញ់ក្នុងខ្សែឈាមយើងមែនទេម៉ាក់ចាហ្នឹងហើយក្បាលឈឺអីអូឈឺក្បាលខ្លាំងដាក់នៅតាំងពីហាត់ដាក់យើងសិនហ្នឹងលេងឈឺក្បាលសងស្រឡះអូចុងអាមុនគេម៉ាស៊ីននោះមកឯងធ្វើទុកកាពះផងធ្វើទុកក្បាលផងមែនទេម៉ាក់គេមិនលក់ពិបាកផងអីផងចាលក់ផងឲ្យឈឺក្បាលផងចឹងចាវាសម្លាប់ក្បាលក្បាក់អីចុងវាជួយម៉ាក់បានច្រើនមែនតើមកណាចាជួយតាំងពីឲ្យក្បាលយើងស្រឡះលែងឈឺហើយក្បាលកាពះយើងក៏លែងមានបញ្ហាចាចឹងសរុបឲ្យខ្លីមកគឺម៉ាក់ទិញម៉ាស៊ីននឹងអត់ស្ដាយលុយទេដោយសារតែម៉ាស៊ីននេះម៉ាក់បានសាកដឹងស្រួលហើយម៉ាក់ណាចាអញ្ចឹងពុកម៉ែទាំងអស់គ្នាកុំភ្លេចចំណាយពេលមកសាកម៉ាស៊ីននៅក្នុងមណ្ឌលណាសាកស្រួលដឹងថាល្អសម្រាប់សុខភាពខ្លួនឯងទិញប្រើដោយម៉ាក់ទៅអត់ខុសទេមែនទេម៉ាក់ចាចឹងកូនអរគុណច្រើនណាម៉ាក់ណាជម្រាបលាម៉ាក់សុខសប្បាយជូនពរម៉ាក់មានសុខភាពល្អអាយុវែងចាអរគុណជម្រាបលាម៉ាក់